បន្តក៏សូមស្វាគមន៍ដំណើរឡើងមកកាន់សង្វៀនអ្នកប្រដាល់គុណខ្មែរមកពីខេត្តត្បូងឃ្មុំប៊ូស្រង់គុណខ្មែរគូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីតាលីទឹកទី1 round 1ទឹកទី1ចាប់ផ្ដើមហើយទស្សនិកជនបង្គោលក្រហមលងសំណាងរបស់កម្ពុជាបង្គោលខៀវ Francesco មកពីអ៊ីតាលីបាន Francesco រៀបចំហោពោះជាផ្នែកកាប់ជើងក្រោមធាក់ឆ្វេងមួយទៀតវាយពីដៃសងពី Francesco បាទមើលទៅដៃដូចជាចាប់ជើងក៏ចំនួនល្អដែរគាត់ក្រោមធាក់ថែមរបស់សំណាង Francesco ដើរជុំក្រោមលើមកឈ្មោះយ៉ាល្អបាទផ្លែល្អនៅបណ្ដាលអ៊ីតាលីតែផ្លែល្អយ៉ាងណាយើងស្ទុំមើលកម្លាំងថែមទៀតលោកគាត់ក្រោមពីឡុងសំណាង Francesco ដើរចូលដួលដៃដើរចូលទាត់ឆ្វេងបិចោតមួយទាត់ជើងមកវិញពីសំណាង Francesco អត់ញើសចូលវាយពីដៃទាត់មកជើងក្រោមធាក់ឆ្វេងពីឡុងសំណាងចូលប្រងចាប់អត់ទាន់ដល់វគ្គចាប់ទេបាទចាប់បាត់នឹងថាកម្លាំងយ៉ាងណាហើយជង្គង់យ៉ាងណាបាទទាត់កាប់ថយក្រោយប្រងចូលចាប់ Francesco ដកថយតាមដំណើរអូយលូកបែក្បែរដល់ទាត់ឆ្វេងមកវិញរងបាំងទាត់ក្រោមរបស់លងសំណាងធាក់ថែមអូយមួយទៀត Francesco តាមធាក់វិញបាទអូវិញតែពីលងសំណាងយេជើងអោមែនទេបាទតោះមកដាក់ដៃមួយបាទអូយនិយាយពីចំហបាទរឹងម៉ងត្មងរៀងខ្លួនបាទថយទៅពីលំសំណាងគាត់ឆាបលើអែនផតលំសំណាងអែនផតហើយក៏ Francesco ដើរពោះកាត់ជើងម្នាក់ទៀតថយក្រោយម្នាក់កន្លះទៀតចូលរិចម៉ាត់មួយទៀតដកថយទាន់ពេលវេលា Francesco សម្លឹងធាហើយក៏ទល់ដៃព្រមស្បាមចាប់ឬយ៉ាងណានេះស្បាមហ៊ានចាប់ឲ្យអត់ធាក់ឆ្វេងរបស់សំណាងបញ្ចាំងអបកាប់ជើងក្រោមធូកង់ឯនៅមិនទាន់ធូទេបាទកាប់ទៅកាប់មកដូចមើលជាយើងរិចឆ្វេងទៅក៏ធាក់ឆ្វេងមកដៃកាប់ក្រោមរបស់សំណាងទល់ម៉ាត់ដៃសំណាងក៏ចូលគៀកទឹកជើងក្រោមទៀតបាទចូលទល់ Francesco នោះប្រុងព្រៀបលោគាត់មកដៃឆ្វេងចូលទៅជាពីសំណាងទល់ទាត់តបក្រោមធាក់ឆ្វេងមួយទៀតគាត់ថយវិញពី Francesco ថយស្វាប់ពុកគុំបាត់ម្ដានម្ដាយពីដៃសងវិញបាទធាក់ឆ្វេងចាប់ផ្លេះចេញថយ Francesco ថយសំណាងយកឆ្វេងធាក់មកជើងថយក្រោយពីជំហានបាទ Francesco ចាំមើលសំណាងទៅមកត្រង់ណាទៀតទត់ទាត់ឆ្វេងធាក់មកជើងស្ដាំផុតនឹងមេជើងលើកជើងប្រងធ្វើអ្វីយ៉ាងទាត់កាប់មកជើងកាប់ចានដល់ឆ្វេងស្ដាំអូបាទចង់ទឹកបេះកៃចាប់ទឹកទីសំណាងបង្គោលក្រហមរបស់កម្ពុជាជាមួយនឹង Francesco មេទីនីរបស់អ៊ីតាលីចូលគៀកបាត់កែងថែមជង្គង់របស់ Francesco ពីសេរីនេះតែយ៉ាចូលដល់ក្បាច់កាច់នេះអានេះចូលតាក់រៀងខ្លួនឯណាចូលតាក់ណាលេងជង្គង់ហើយចាប់ផ្ដើមហើយចាប់ត្បោងបានរំកិលខ្លួនបន្តិចឥឡូវ Francesco ចាប់ជង្គង់ម្នាក់មួយជង្គង់ Francesco លំសំណោមជាយាមរើចេញតែដូចចង់ទាស់សោមិញអញ្ញាក៏ដល់ចាក់សោបេះចេញមកវិញធាក់ទៅធាក់មកឆ្វេងកែអូយរបស់លំសំណាងធាក់ឆ្វេងថែម Francesco កាន់តែកជ្រោកចូលទល់ធាក់ឆ្វេងចូល
ចូលគៀកកាប់ក្រោមរំសំណាងចូលគៀកកាប់ក្រោមវិញពីប្រាក់សាស្គូហែកស្ដាំមកជើងប្រុងចាប់ជើងជ្រុំដើរចូលពីអ្នកបណ្ដាលអ៊ីតាលីបាទចាប់ទៀតអត់មើលទៅអ្នកឆ្វេងម៉ាត់ស្ដាំបិទឃុំបាំងជាប់តែម្ដងបាទបាំងក៏ល្អចេញកាត់វិញក៏បានអាចញាក់បន្តិចទាត់ក្រោមខាងក្នុងទាត់លើស្វងវិញអេនផុតចូលប្រុងច្បាប់ចាប់ចែកដល់ម្ដាយចូលគ្រប់ទៅជាទល់មួយធាមួយដរិចទាត់ក្រោមពីសំណានចូលចាប់ប្រងចាប់បានណាចេះជើងព្រួលណែបាទអូយបើមិនលេងជង្គង់បាទមានតែបោចជើងក្រោមព្រួលតែម្ដងលើកមកបន្តការប្រកួតធាមើលទៅថ្មលើកជើងប្រងធាបាទលោកក្រោមច្បាមខ្វាយគុំបានទេអត់បានទេចូលគៀកប្រងបត់តែប្រាំទៅស្គោដៃគាត់ល្អដូចយល់ខ្លួនបន្តិចពីឡុងសំណាងគាត់ក្រោមយួរស្ដាំបដៃប្រយ័ត្នមែនទេបាទកីឡាករអ៊ីតាលីបាទគាត់មានការប្រុងប្រយ័ត្នណាស់បាទវេស្ដាំកែងឆ្វេងរុះកិច្ចបន្តិចចាប់បានហើយជឹករួមសំណាងបាទកាលណាចាប់ទងដៃលើសង្វៀនគឺអាញាកដាលបាទញែកចេញតែម្ដងឥឡូវនេះឃើញមានស្នាមរបួសអូសំណាងមានស្នាមរបួសបាទមានស្នាមរបួសលោកសៅបនឿនអាញាកដាលកំពុងពិនិត្យមើលសិនចំពោះទីតាំងរបួសទំហំរបួសថាតើស្ថិតក្នុងកម្រិតមួយណាបាទឥឡូវលោកគ្រូពេទ្យសូមឲ្យឡើងមកមើលបាទដោយអាជ្ញាការផ្ដល់សញ្ញាថាតើស្ថានភាពរបួសនេះយ៉ាងណាខ្លាំងឬក៏អាចនឹងប៉ះសរសៃណាខ្លាំងឬយ៉ាងណាបាទឥឡូវលោកគ្រូពេទ្យបាទលោកគ្រូពេទ្យថាប្រកួតបានទៀតតោះផ្ទះដៃបងប្អូនផ្ទះដៃមួយបាទអូអត់ទេបាទគាត់ដំបងឡើយគាត់ថាបានប៉ុន្តែស្នាមរបួសនេះគឺហូរឈាមមិនជប់លោកគ្រូណាបាទហូរឈាមមិនជប់ទេបាទទំហំនៃរបួសនេះគឺធ្វើឲ្យលោកគ្រូពេទ្យសម្រាប់ចិត្តគឺដកសម្លេងមកឈាមនៅកែបន្តហូរធ្លាក់បែបនេះហើយណាមួយនៅចិត្តភ្នែកផងអញ្ចឹងភ្លាមលោកគ្រូពេទ្យគឺតម្រូវឲ្យឡងសំណាងបាទទៅខាងក្រោយដើម្បីពិនិត្យមើលឲ្យបានឃើញជាក់បាទយ៉ាងណាក៏ដោយបាទផ្ទះដៃលើកទឹកចិត្តដល់ឡងសំណាងទាំងអស់គ្នាមួយបងប្អូនបាទគុំតែរបួសការប្រកួតរបស់អ្នកទាំងពីរគឺកាន់តែក៏ក្រើកតែរបួសបែបនេះទៅហើយជាបាទកែងល្អមែនតែនបាទតាមរយៈការប្រកួតគ្នាដ៏ស្វិតស្វាញនៅក្នុងទឹកទី2នេះបាទទស្សនិកជនជាទីមេត្រីតាមរយៈរបួសលោកគ្រូពេទ្យបញ្ឈប់នៅក្នុងទឹកទី2ជ័យជំនះបានទៅលើកីឡាករបង្គោលខៀវអ៊ីតាលី Francesco Bettini បាទមើលចោះ